សរសៃឈាមគឺជាប្រភពនៃជីវិតដែលអាចធ្វើឲ្យឈាមអាចនាំអុកស៊ីហ្សែនសារធាតុចិញ្ចឹមអរម៉ូននិងផលិតផលកាកសំណល់ក្នុងមួយជីវិតរបស់យើងសរសៃឈាមដែលមាននៅក្នុងខ្លួនមនុស្សទូទៅជាមធ្យមមានប្រវែង160,000 គីឡូម៉ែត្រប្រវែងនេះគឺគ្រប់គ្រាន់សម្រាប់ព័ទ្ធជុំវិញផែនដីចំនួន 2.5 ដងផលិតផលកាកសំណល់ដូចជាជាតិខ្លាញ់និងជាតិស្ករនៅក្នុងឈាមនឹងចាប់ផ្ដើមកកជាដុំៗនៅអាយុប្រហែល20ឆ្នាំនិងបង្កើតជាកំណកនៅលើជញ្ជាំងសរសៃឈាមបញ្ហានេះបង្កឲ្យសរសៃឈាមคล้ายទៅជារឹងមិនសូវមានភាពរលាស់និងផុយកំណកនេះអាចបាក់បែកនិងបង្កើតជាកំណកឈាមដែលអាចរារាំងដល់ដំណើរការនៃសរសៃឈាមទៅជារួមតូចបេះដូងត្រូវការរុញឈាមកាន់តែខ្លាំងឡើងដូច្នេះសម្ពាធឈាមនឹងកើនឡើងបញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមប្រសិនបើបណ្ដុំឈាមរារាំងលំហូរឈាមទៅកាន់ខួរក្បាលវានឹងបណ្ដាលឲ្យកោសិកាខួរក្បាលស្លាប់បន្តិចម្ដងបញ្ហានេះអាចនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលប្រសិនបើមានករណីធ្ងន់ធ្ងរប្រសិនបើបណ្ដុំឈាមរារាំងលំហូរឈាមទៅកាន់បេះដូងវាអាចនាំឲ្យមានបញ្ហាបេះដូងប្រសិនបើអ្នកមិនអាចដោះស្រាយការស្ទះនេះក្នុងពេល3ម៉ោងនោះកោសិកាបេះដូង 90% អាចខ្វះអុកស៊ីហ្សែននិងអាចឈានទៅដល់ការបាត់បង់ជីវិតអង្គការសុខភាពពិភពលោកបង្ហាញឲ្យឃើញថាជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុលេខ1នៃការមរណភាពទូទាំងពិភពលោកក្រសួងសុខាភិបាលម៉ាឡេស៊ីបង្ហាញឲ្យឃើញថាការស្លាប់មនុស្សម្នាក់ក្នុងចំណោម4នាក់មានពាក់ព័ន្ធនឹងជំងឺកាំងបេះដូងឬជំងឺដាច់សរសៃឈាមតើមានវិធីណាអាចជួយឲ្យឈាមរបស់យើងហូរបានល្អដោយគ្មានការរាំងស្ទះដោយការប្រើប្រាស់ថ្នាំដូចជាថ្នាំជួយពង្រីកសរសៃឈាមឬថ្នាំអាស្ពីរីនដែលអាចធ្វើឲ្យក្របឈាមមានសភាពស្ដើងផលប៉ះពាល់វិលមុខក្អកស្ងួនក្អួនដំបៅក្រពះឡាការព្យាបាលដោយការវះកាត់ជួសជុលសរសៃឈាមគ្រូពេទ្យចាត់ថ្នាំស្ពឹកនៅតំបន់ក្រលៀនសូមបញ្ចូលឧបករណ៍ឆ្លុះទៅក្នុងសរសៃឈាមនៅត្រង់កន្លែងនោះរួចរុញវាបញ្ចូលទៅកាន់សរសៃឈាមដែលស្ទះបន្ទាប់មកបំពង់សព្វនិមិត្តដែលមានពងខ្យល់ត្រូវបានដាក់លើឧបករណ៍ឆ្លុះហើយត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមដែលត្បៀតរួមតូចពេលដាក់ចំកន្លែងដែលស្ទះរួចហើយពងខ្យល់ត្រូវបានសប់ឡើងដើម្បីពង្រីកសរសៃឈាមដូចនេះធ្វើឲ្យលំហូរឈាមដំណើរការឡើងវិញនៅពេលបំពង់សព្វនិមិត្តដាក់ចំកន្លែងហើយពងខ្យល់ត្រូវបានបន្ធូរនិងដកចេញពីសរសៃឈាមហើយទុកបំពង់សព្វនិមិត្តបើកសរសៃឈាមចំហជារៀងរហូតការវះកាត់សរសៃឈាមគ្រូពេទ្យធ្វើការវះកាត់សាច់និងកាត់ឆ្អឹងទ្រូងឆ្អឹងជំនីត្រូវបានទាញបើកដើម្បីលូកដល់បេះដូងហើយអ្នកជំងឺត្រូវបានភ្ជាប់នឹងម៉ាស៊ីនពិនិត្យចង្វាក់បេះដូងនិងសួនបន្ទាប់មកគ្រូពេទ្យត្រូវវះកាត់យកសរសៃឈាមដែលមានសុខភាពល្អពីជើងរួចតភ្ជាប់ចុងម្ខាងនៃសរសៃឈាមទៅកាន់សរសៃអាទះខណៈពេលដែលចុងម្ខាងទៀតនៃសរសៃឈាមត្រូវបានដេកភ្ជាប់នឹងសរសៃអាទះដដែលដោយគ្រាន់តែរំលងកន្លែងស្ទះនេះជាផ្លូវសម្រាប់ឈាមរត់រំលងកន្លែងស្ទះបន្ទាប់ពីធ្វើការវះកាត់ការឆក់ដោយចរន្តអគ្គិសនីកម្រិតស្រាលត្រូវបានប្រើដើម្បីធ្វើឲ្យបេះដូងដំណើរការឡើងវិញតើមានដំណោះស្រាយបែបធម្មជាតិណាមួយដែលមិនចាំបាច់ប្រើថ្នាំឬធ្វើការវះកាត់ដោយមិនមានគ្រោះថ្នាក់ដែរទេតើអ្នកធ្លាប់បានឮអំពីរូបមន្តនីត្រិកអុកស៊ីតដែរឬទេរូបមន្តនីត្រិកអុកស៊ីនជារបបកំហើញផ្នែកវិទ្យាសាស្ត្រដ៏សំខាន់មួយនាសតវត្សរ៍ចុងក្រោយនេះជារៀងរាល់ឆ្នាំពានរង្វាន់ Nobel ត្រូវបានប្រគល់ជូនអ្នកដែលបានផ្ដល់អត្ថប្រយោជន៍ល្អបំផុតដល់មនុស្សជាតិក្នុងវិស័យផ្សេងៗដូចជាកាំរស្មី X-ray ឆ្នាំ1901ថ្នាំអាំងស៊ូលីនឆ្នាំ1923ថ្នាំពេនីស៊ីលីនឆ្នាំ1945រូបមន្តនីត្រិកអុកស៊ីតឆ្នាំ1998ការសិក្សាជាង 3000 ករណីបង្ហាញថាឧស្ម័ននីត្រិកអុកស៊ីតក្នុងខ្លួនយើងអាចជួយការពារនៃការប្រមូលផ្ដុំផលិតផលកាកសំណល់និងរក្សាសរសៃឈាមឲ្យមានសុខភាពល្អសូមណែនាំរូបមន្តនីត្រិកអុកស៊ីនជារូបមន្តដែលអាចជួយសម្រួលសរសៃឈាមបេះដូងរូបមន្តនីត្រិកអុកស៊ីនត្រូវបានបង្កើតឡើងដោយការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតទទួលពានរង្វាន់ Nobel Ferit Moran រូបមន្តពិសេសនេះមានសារធាតុ L-arginine និងសារធាតុបំប៉នជាច្រើនទៀត L-arginine ជាសារធាតុសំខាន់បំផុតដើម្បីផលិតឧស្ម័ននីត្រិកអុកស៊ីនឧស្ម័ននីត្រិកអុកស៊ីនមានម៉ូលេគុលតូចៗអាចជួយរំលាយកំណកឈាមពង្រីកសរសៃឈាមជួយធ្វើឲ្យសរសៃឈាមប្រសើរឡើងវិញជួយធ្វើឲ្យមានភាពរលាស់នៃសរសៃឈាមធ្វើឲ្យចរន្តឈាមរត់បានប្រសើរឡើងនិងការពារបេះដូងរូបមន្តនីត្រិកអុកស៊ីនបង្កើតឡើងដោយរោងចក្រ GMP ហើយមានការទទួលស្គាល់ថាជាអាហារដែលប្រជាជនអ៊ីស្លាមទទួលទានបានរូបមន្ត